Someone asked me, "What's your problem?" And I said, "I'm an alcoholic and an addict." ជំរាបសួរខ្ញុំឈ្មោះណាដូពេលមករស់នៅបរទេសទើបខ្ញុំដឹងថាភាពឯកាវាឈឺចាប់ប៉ុណ្ណាពេលមើលទៅវីដេអូដែលគេរស់នៅបរទេសមនុស្សជាច្រើនមហាជាគិតថាជីវិតបែបនេះសប្បាយលយឆាមានសេរីភាពតែតាមការពិតណាមិនមែនគ្រប់គ្នាសុទ្ធតែរស់នៅដោយស្នាមញញឹមទេការរស់នៅឆ្ងាយពីគ្រួសារវាពិបាកខ្លាំងមានថ្ងៃខ្លះយើងហត់តែអត់មានអ្នកណាគេសួរយើងថាហត់អត់ថ្ងៃហ្នឹងមានរឿងជាច្រើនចង់និយាយប៉ុន្តែរោគមនុស្សដែលស្ដាប់យើងនិយាយនោះវាមិនបានខ្ញុំធ្លាប់ស្គាល់អ្នកជួបរឿងបែបហ្នឹងនិងធ្លាប់ស្ដាប់រឿងទាំងហ្នឹងដោយផ្ទាល់ទៅទៀតហើយសម្រាប់ពួកយើងដែលជាជនជាតិខ្មែរឱកាសការងារខ្លះក៏មិនងាយទទួលបានដូចជនជាតិដទៃអ្នកខ្លះមានសមត្ថភាពតែបាត់បង់ឱកាសត្រឹមតែពាក្យថាព្រោះតែសញ្ជាតិឬក៏ភាសារឿងនេះប្រហែលជាអត់មានអ្នកណាធ្លាប់និយាយប្រាប់អ្នកទាំងអស់គ្នាមើលទៅអ្នកខ្លះពិបាកភាសាចង់និយាយទៅកាន់គេតែមិនចេះនិយាយចង់ពន្យល់តែមិនដឹងពន្យល់យ៉ាងម៉េចអារម្មណ៍មួយហ្នឹងវាកាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាឯកាមានពេលខ្លះលុយក៏មិនសូវមានតែយើងមិនហ៊ានទៅសុំគ្រួសារព្រោះដឹងថាអ្នកផ្ទះយើងក៏កំពុងតែតស៊ូដូចតែគ្នានឹងខ្ញុំធ្លាប់ឮរឿងបែបហ្នឹងពីមិត្តភ័ក្តិរបស់ខ្ញុំដោយផ្ទាល់ទៅជាខ្ញុំហ្មងដូច្នេះយើងបានទម្លាក់ទុកនៅក្នុងចិត្តញញឹមនៅមុខគេតែពេលខ្លះទៀតយើងត្រឡប់ទៅផ្ទះវិញចូលបន្ទប់គេងអារម្មណ៍ទាំងអស់ហ្នឹងចិត្តទាំងអស់ហ្នឹងគំនិតទាំងអស់ហ្នឹងវានៅតែមាននៅក្នុងចិត្តយើងដដែលអ្នកខ្លះទ្រាំបន្តទៀតមិនបានក៏ត្រឡប់ទៅស្រុកកំណើតវិញហើយនឹងមិនមែនដោយសារតែពួកគាត់ទន់ជ្រាយទេតែវាធ្ងន់ពេកសម្រាប់បេះដូងមនុស្សម្នាក់តែទោះយ៉ាងណាក៏ដោយខ្ញុំគ្រាន់តែចង់ប្រាប់ថាអ្នកមិនមែនឯកាតែម្នាក់ឯងទេហើយការប្រឹងប្រែងវាអត់ក្បត់អ្នកទាំងអស់គ្នាទេ